ក្តីជូនដំណឹងអំពីស្ថានភាពឧតុនិយមនិងជលសាស្ត្រនៅព្រឹកថ្ងៃទី30ខែតុលាឆ្នាំ2025មួយឧតុនិយមបរិមាណទឹកភ្លៀងរយៈពេល24ម៉ោងភ្លៀងធ្លាក់6ក្នុង7ក្រុងស្រុកក្រុងសួង0មីលីម៉ែត្រស្រុកត្បូងឃ្មុំ9មីលីម៉ែត្រស្រុកក្រូចឆ្មា8មីលីម៉ែត្រស្រុកអូររាំងឪ17កណ្ដាក់សញ្ញា3មីលីម៉ែត្រស្រុកដំបែ4កណ្ដាក់សញ្ញា2មីលីម៉ែត្រស្រុកពញាក្រែក12មីលីម៉ែត្រស្រុកមេមត់18មីលីម៉ែត្រសីតុណ្ហភាពអបបរមា24កណ្ដាក់សញ្ញា6អង្សាសេនិងសីតុណ្ហភាពអតិបរមា31កណ្ដាក់សញ្ញា1អង្សាសេ2ជលសាស្ត្រនៅម៉ោង7ព្រឹកថ្ងៃទី30ខែតុលាឆ្នាំ2025កម្ពស់ទឹកទន្លេមេគង្គនៅក្តារម៉ែត្រក្រូចឆ្មាកម្ពស់ទឹកថ្ងៃនេះ5ម៉ែត្រ98សង់ទីម៉ែត្រធៀបព្រឹកថ្ងៃម្សិលមិញទឹកឡើង15សង់ទីម៉ែត្រកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន11ម៉ែត្រ20សង់ទីម៉ែត្រកម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយ៍កំពង់ចាមទឹកមានកម្ពស់9ម៉ែត្រ74សង់ទីម៉ែត្រធៀបព្រឹកថ្ងៃម្សិលមិញទឹកឡើង20សង់ទីម៉ែត្រធៀបឆ្នាំមុននៅពេលវេលាដូចគ្នាឆ្នាំនេះខ្ពស់ជាង1ម៉ែត្រ90សង់ទីម៉ែត្រកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន15ម៉ែត្រ20សង់ទីម៉ែត្រ